trong công việc này tham gia được hơn 800 ngày.នេះគឺជាវ៉ាជាខុសស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកនិយាយអំពីការចេញវិវត្តលក់អតិថិជនសម្រាប់ក្រុមហ៊ុនដែលចង់ជិះវាគឺជារឿងមួយដែលចាំបាច់សម្រាប់ម្ចាស់ក្រុមហ៊ុនក៏ដូចជាគណនេយ្យត្រូវយល់ដឹងឲ្យច្បាស់លាស់អំពីវានៅក្នុងប្រជាជាតិកម្ពុជារបស់យើងការចេញវិវត្តលក់ទៅអតិថិជនត្រូវបានកំណត់យ៉ាងច្បាស់លាស់ពីគណៈយុត្តិធម៌ប៉ុន្តែស្របតាមសេចក្តីណែនាំលេខ32/18ស្តីពីវិធាននៃការប្រើប្រាស់វិក័យប័ត្រនិងលេខ33/304ស្តីពីការពង្រឹងការអនុវត្តវិធាននៃការប្រើប្រាស់វិក័យប័ត្រធម្មតាយើងសង្កេតឃើញថាច្បាប់ទាំងពីរនោះសុទ្ធតែបាននិយាយថា invoice នៅក្នុងស្រុកខ្មែរគឺមានពីរខ្សែមួយគឺជាប្រភេទវិក័យប័ត្រអាករដែលយើងហៅថា text invoice មួយទៀតគឺជាវិក័យប័ត្រធម្មតាដែលយើងហៅថា commercial invoice វិក័យប័ត្រអាករឬក៏គេហៅថា VAT invoice ត្រូវបានប្រើប្រាស់នៅពេលដែលការផ្គត់ផ្គង់រវាងបុគ្គលជាប្រកបដូចគ្នាឬក៏គេហៅថាបុគ្គលដែលស្ថិតក្រោមរបស់ស្វ័យប្រកាសចំណែកឯ commercial invoice ឬក៏គេហៅថាវិក័យប័ត្រធម្មតាត្រូវបានប្រើប្រាស់នៅពេលដែលអ្នកអតិថិជនរបស់យើងនឹងគឺជាបុគ្គលប្រើប្រាស់ចុងក្រោយឬក៏ជាបុគ្គលដែលមិនស្ថិតក្រោមរបស់ស្វ័យប្រកាសឯអ្នកដែលជាប់ពន្ធតូចទាំងអស់គឺនៅពេលដែលពួកគាត់ចេញ invoice លក់គឺគាត់ត្រូវតែចេញជា invoice commercial invoice ទៅឲ្យអតិថិជនគ្រប់ប្រភេទមិនថាជាប្រភេទអតិថិជនដែលជាអ្នកប្រើប្រាស់ចុងក្រោយឬក៏ជាអតិថិជនដែលជាបុគ្គលមិនស្ថិតក្រោមរបស់ស្វ័យប្រកាសឥឡូវនេះខ្ញុំមកពណ៌នាថាយើងត្រូវមានព័ត៌មានអីខ្លះនៅក្នុង invoice ទាំងពីរប្រភេទហ្នឹងទាំង invoice VAT និង commercial invoice សម្រាប់ VAT invoice ឬដែលយើងហៅថាវិក័យប័ត្រអាករយើងត្រូវមានព័ត៌មានរបស់ឈ្មោះរបស់ក្រុមហ៊ុនឈ្មោះសីដ្ឋាននិងលេខវ៉ាទីនឬក៏លេខអតបឬក៏គេហៅថាលេខអត្តសញ្ញាណកម្មសារពើពន្ធហើយយើងត្រូវមានលេខរៀង invoice មានថ្ងៃខែមានការបរិយាយអំពីតំណែងឬក៏សេវាកម្មមានចំនួនបរិមាណមានចំនួនទឹកលុយហើយទឹកលុយនេះគឺជាទឹកលុយដែលមិនទាន់រួមអាករនានាហើយបន្ទាប់មកយើងត្រូវរំលេចនៅទឹកប្រាក់អាករនានាជាមួយនឹងអាករលើតម្លៃបន្ថែមហើយចុងបញ្ចប់គឺយើងត្រូវមានឈ្មោះនិងការចុះហត្ថលេខារបស់អ្នកទិញនិងអ្នកលក់សម្រាប់ commercial invoice គឺវាស្រដៀងគ្នាជាមួយនឹង VAT invoice អញ្ចឹងគឺមានន័យថាយើងត្រូវមានឈ្មោះអ្នកឈ្មោះរបស់អ្នកលក់មានទាំងសីដ្ឋានមានលេខអតបឬក៏លេខអត្តសញ្ញាណកម្មសារពើពន្ធហើយយើងមានលេខ invoice មានថ្ងៃខែលក់របស់យើងហើយយើងត្រូវមានព័ត៌មានរបស់អ្នកទិញមានដូចជាឈ្មោះរបស់អ្នកទិញនិងអាសយដ្ឋានប៉ុន្តែពួកគាត់អត់មានលេខអតបទេដោយសារពួកគាត់ជាអ្នកប្រើប្រាស់ចុងក្រោយហើយយើងត្រូវមានព័ត៌មានអំពីប្រភេទនៅតំណែងនិងសេវាកម្មទាំងអស់ហ្នឹងយើងមានបរិមាណនិងតម្លៃដែលតម្លៃទាំងអស់ហ្នឹងគឺត្រូវរួមទាំងអាករនានារួមទាំងអាករលើតម្លៃថែមផងដែរហើយចុងបញ្ចប់យើងត្រូវមានការចុះហត្ថលេខានិងឈ្មោះរបស់អ្នកទិញហើយនិងអ្នកលក់ចំពោះការចេញ invoice វាមានរយៈពេល7ថ្ងៃបន្ទាប់ពីតំណែងហ្នឹងត្រូវបានបញ្ជូនសេវាកម្មត្រូវបានបញ្ចប់ឬក៏យើងបានទទួលប្រាក់ពីអតិថិជនរបស់យើងមុនពេលដែលយើងបញ្ជូនតំណែងឬក៏សេវាកម្មទៅអតិថិជនសម្រាប់ការចេញ invoice គឺត្រូវចេញជាភាសាខ្មែរបើសិនជាយើងចង់ចេញជាភាសាបរទេសយើងត្រូវតែរំលេចភាសាបរទេសហ្នឹងនៅខាងក្រោមភាសាខ្មែរហើយសម្រាប់ទឹកប្រាក់ក៏ត្រូវតែរំលេចជាលុយរៀលផងដែរដែលយើងប្រើប្រាស់នៅ exchange rate តាម NBC ឬក៏ធនាគារជាតិឬក៏យើងអាចរកនៅ exchange rate ទាំងអស់ហ្នឹងនៅwebsite របស់ពន្ធដារបានដូចគ្នាដែលសំខាន់មួយទៀតគឺទាក់ទងជាមួយនឹងលេខរៀង invoice លេខរៀង invoice ត្រូវបានបែងចែកទៅតាមប្រភេទវិក័យប័ត្ររបស់យើងមានន័យថាយើងត្រូវបែងចែកជាពីរខ្សែមួយសម្រាប់ VAT invoice មួយទៀតគឺសម្រាប់ commercial invoice ហើយការ control ទៅលើវិក័យប័ត្រទាំងពីរខ្សែហ្នឹងគឺយើងត្រូវ control រយៈពេល1ឆ្នាំចាប់ពីថ្ងៃទី1ខែមករារហូតដល់ថ្ងៃទី31ខែធ្នូដើម្បីកុំឲ្យមានការភាន់ច្រឡំទៅលើលេខរៀង invoice សម្រាប់ invoice VAT ឬក៏ commercial invoice យើងអាចរំលេចនៅអក្សរខាងមុខបានខាងមុខលេខរៀង invoice របស់យើងហ្នឹងជា TI សម្រាប់ VAT invoice ឬក៏ CI សម្រាប់ commercial invoice បើសិនជាសហគ្រាសរបស់យើងមានសាខាច្រើនមានទាំងទីស្នាក់ការកណ្ដាលទៀតគឺយើងអាចរំលេចនៅអក្សរដែលជាតំណាងសាខារបស់យើងតាមទីកន្លែងមួយប៉ុន្តែច្បាប់គេអត់អនុញ្ញាតទេសម្រាប់ការចេញ invoice ការផ្លាស់ប្ដូរក្បាល invoice ហ្នឹងគ្រប់ពេលវេលាមានន័យថា
លេខ invoice គឺត្រូវបានរក្សាត្រូវបានប្រែប្រួលពីលេខ1តាមលេខរៀងរបស់វា1 2 3 4 5ប៉ុន្តែក្បាល invoice ត្រូវតែរក្សាទុកដល់ដដែលបើសិនជាក្រុមហ៊ុនយើងមានសាខាច្រើនអញ្ចឹងយើងអាចប្រើប្រាស់នៅក្បាលកោដអក្សរដូចជាបាត់ដំបងសៀមរាបយើងអាចប្រើ SR BTB ឬក៏លេខកំពង់ស្ពឺកំពង់សាមអីអញ្ចឹងទៅយើងប្រើលេខកាត់របស់វាហើយយើងប្រើសម្រាប់តែសាខាមួយហ្នឹងឯងដាក់នៅលើហ្នឹងហើយលេខរៀង invoice នឹងត្រូវប្រែប្រួលទៅតាមវិក័យប័ត្រដែលយើងចេញទៅភ្ញៀវរបស់យើងជារយៈពេល1ឆ្នាំពេញហ្នឹងហើយដល់ឆ្នាំបន្ទាប់ក៏យើងនឹងត្រូវ start ពី0ត្រឡប់មកវិញដើម្បីឲ្យយើងមើលឃើញថាក្នុងរយៈពេល1ឆ្នាំក្រុមហ៊ុននឹងលក់បានប្រមាណ invoice សម្រាប់ commercial invoice ជាមួយនឹង tech invoice សម្រាប់ចំណុចចុងក្រោយបើសិនជាយើងអត់បានចេញ invoice បានត្រឹមត្រូវឬក៏យើងចេញ invoice ដោយខ្លែងបន្លំឬក៏យើងលក់ឲ្យអត់បានចេញ invoice យើងនឹងទទួលទោសទណ្ឌជាសាច់ប្រាក់10លានរៀលឬក៏ជាប់ពន្ធនាគារ1ឆ្នាំឬក៏យើងអាចចូលក្នុងករណីទាំងពីរនឹងក៏ថាបានដែរសង្ឃឹមថាម្ចាស់សហគ្រាសនិងគណៈនាយករបស់យើងអាចអនុវត្តទៅលើច្បាប់ទាំងអស់ហ្នឹងនិងមើលទៅលើច្បាប់ហ្នឹងបន្ថែមទៀតហើយបើសិនជាអ្នកទាំងអស់គ្នាមានចំណងទាក់ទងជាមួយនឹងពន្ធដែរឬក៏ត្រូវការអ្នកដែលប្រកាសពន្ធឬក៏ត្រូវការប្រឹក្សាផ្នែកពន្ធដែរអាចទាក់ទងមកពួកយើងបានបាយបាយ